ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះរៀបចំធ្វើអន្ទង់បងប្អូនដោយសារឃ្លានយូរដែរមកកូរ៉េ3ឆ្នាំមកបងប្អូនមកកូរ៉េ3ឆ្នាំខ្ញុំមិនដែលហូបអន្ទង់ទេទៅតែសារនេះគឺជះលុយមកជះលុយតែងមក3ឆ្នាំជាងហើយបងប្អូនយើងវាមិនដឹងកំងណាអីណាអញ្ចឹងណាខ្ញុំមិនសូវជាស្គាល់ដើរដែរតទៅពេលបងខ្មែរយើងនៅកូរ៉េដែលគាត់យកមកលក់តទៅអញ្ចឹងឃើញក៏យកមកធ្វើម្ហូបហូបតែម្ដងឥឡូវចូលសាច់កាយយើងវិញម្ដងនេះយើងហាន់គ្រឿងបងប្អូនចាប់ដើមពីហាន់គ្រឿងមកនេះរៀបចំហាន់គ្រឿងបងប្អូនបន្ទាប់ពីយើងហាន់គ្រឿងហើយហាន់អីហើយយើងដោយសារខ្ញុំនៅនេះខ្ញុំអត់ប្រើត្បាល់បុកទេហ្នឹងហើយបងប្អូនខ្ញុំប្រើម៉ាស៊ីនក្លុកម៉ាស៊ីនម៉ូទ័រក្លុកគេហ្នឹងនេះខ្ញុំប្រើម៉ាស៊ីនក្លុកអញ្ចឹងខ្ញុំហាន់អត់សូវម៉ត់ហ្មងនេះខ្ញុំហាន់ម៉ត់តែស្លឹកគ្រៃឯងអញ្ចឹងម្ទេសអីខ្ញុំហាន់រឿងធំអញ្ចឹងណាហ្នឹងហើយយើងហាន់រឿងធំដោយសារខ្ញុំប្រើម៉ាស៊ីនក្លុកអញ្ចឹងនៅពេលដែលយើងរៀបចំដាក់ចូលក្នុងហ្នឹងហើយយើងរៀបចំដាក់ក្លុកបន្ទាប់ពីក្លុកហើយយើងនេះដាក់ខ្លាញ់ខ្ទះតិចមកនៅពេលដែលយើងដាក់ខ្លាញ់ហើយយើងដាក់គ្រឿងកុំភ្លេចដាក់ប្រហុកបន្តិចហ្នឹងបងប្អូនឲ្យវាកាន់តែឈ្ងុយឆ្ងាញ់តាមចំណូលចិត្តបងប្អូនជួនកាលបងប្អូនមិនពេញចិត្តដាក់ប្រហុកក៏បានដែរយើងអាចដាក់តែគ្រឿងមកដាក់ឲ្យឈ្ងុយមកយើងដាក់អន្ទង់ចូលនេះដាក់អន្ទង់ចូលនេះហើយគ្រឿងក្រៅខ្ញុំដាក់ហើយតែខ្ញុំអត់បានថតអញ្ចឹងណាអត់បានបង្ហាញបងប្អូនបន្ទាប់ពីយើងនេះហើយយើងក្រោបតិចមកនេះក្រោបហើយមកស្ទុះបាននេះប៉ើងមកណែឈ្ងុយតែប៉ុណ្ណឹងឈ្ងុយបងហើយយើងចាំរកអាចតិចតិចមកដោយសារខ្ញុំទិញហើយតិចតែម្នាក់ឯងអត់សូវឆ្ងាញ់តែបើបានពីអ្នកបងដែលកំពុងមើលវីដេអូហ្នឹងណាបងឃើញតំណងនេះបើមានម្រះប្រៅទៀតអែមណាបងអើយដោយសារអត់មានម្រះប្រៅ